បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរូបភាពមួយស្លឹកដើម្បីចែកម្លែកដល់បងប្អូនដែលនៅក្នុងរូបភាពនេះបងប្អូនមើលពីប្រុស2នាក់ម្នាក់គាត់ស្រឡាញ់លទ្ធផលហើយម្នាក់ទៀតគាត់ស្រឡាញ់ដំណើរការអញ្ចឹងក្នុងរូបភាពនេះវាបង្ហាញពីផ្នត់គំនិតនៃមនុស្សយើងហើយក៏វាបង្ហាញពីការសម្រេចបាននូវគោលដៅនៃមនុស្សផ្សេងគ្នាដែរយើងមើលអ្នកដែលស្រឡាញ់លទ្ធផលយើងមើលស្ថានភាពរបស់គាត់គឺហាក់ពិបាកគាត់អត់អាចធ្វើអីបានក្រៅពីឈរសម្លឹងមើលនៅលទ្ធផលរបស់គាត់នោះប៉ុន្តែអ្នកដែលស្រឡាញ់ដំណើរការគឺគេតិចគេមានកម្មចដារបស់គេហើយគេបានទៅដល់នៅគោលដៅអ្វីដែលគេចង់បានយ៉ាងពិតប្រាកដចុះនៅក្នុងរូបភាពនេះវាជាការសរបញ្ជាក់ពីរបៀបធ្វើការរបស់យើងនិងរបៀបរៀបផែនការរបស់យើងដែរអញ្ចឹងអ្នកដែលគិតទៅពីលទ្ធផលតែគាត់អត់មានការរៀបចំដំណើរការ step 1 step 2 step 3 step 4 step 5ដំណាក់កាលទី1ទី2ទី3ទី4គឺអត់មានទេប៉ុន្តែគាត់ចង់បានអ្វីដែលគាត់ចង់បាននោះអញ្ចឹងគាត់មានក្តីសម័យគាត់មានគោលដៅគាត់មានការរំពឹងប៉ុន្តែគាត់អត់មានផែនការអីជាក់លាក់ដើម្បីឲ្យសម្រេចបានទេហើយបើយើងក៏លេខទៅការធ្វើការនៅក្នុងក្រុមហ៊ុនដូចគ្នាអញ្ចឹងមកក្រុមហ៊ុនមួយគេឲ្យឈ្មោះថានីតិវិធីការងារនីតិវិធីការងារហ្នឹងមកន័យថាការងារវាមានរបៀបគេមាន flow ការងាររបស់គេចេញពីណាទៅណាសម្រាប់ជួបអីហើយពាក់ព័ន្ធអីគឺគេមានគេហៅលំហូរការងារឬក៏ភាសាអង់គ្លេសគេហៅថា flow work ហ្នឹងហើយម្នាក់ទៀតគឺគាត់អត់ដើរតាម flow work ហ្នឹងទេគឺគាត់ចង់បាននេះក៏ធ្វើនឹងទៅហើយលទ្ធផលឲ្យបានមិនបានវាអាស្រ័យទៅលើភាពចៃដន្យឬក៏អាចថាបានដែរប៉ុន្តែបានទាំងពិបាកអីចឹងណាអញ្ចឹងចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងគ្នារៀនធ្វើអីក៏ដោយមិនថាជាការធ្វើការក៏យើងត្រូវនឹកអំពីរបៀបរបបការងារពី flow ការងារដែលយើងពិសាមួយទៀតគេហៅថា SOP ហ្នឹងយើងហៅថាពាក្យអង់គ្លេសគេឲ្យឈ្មោះថាstandard operation procedure អាហ្នឹងគឺជា SOP បានតែជាការរៀបចំដំណើរការការងារអញ្ចឹងរវាងខុសគ្នាតែក្នុងរូបភាពនេះបងប្អូនអាចមើលទៅយើងអាចឃើញបានថាបរិសម្នាក់ដែលរំពឹងទៅលទ្ធផលហ្នឹងគឺមិនបានលទ្ធផលទេហើយផ្ទុយទៅវិញគឺបានទៅនៅក្នុងការគិតការសម័យរបស់ខ្លួនឯងទេប៉ុន្តែម្នាក់ទៀតគឺគេស្រឡាញ់ដំណើរការគឺគាត់បានតែគាត់រៀបឆ្នាំនេះក៏ទៅធ្វើអីឆ្នាំបន្ទាប់ក៏ទៅធ្វើអីឆ្នាំបន្ទាប់ទៀតត្រូវធ្វើអីអញ្ចឹងគេមានលំដាប់លំដោយរបស់គេនៅក្នុងការរៀបចំផែនការជាក់លាក់ច្បាស់លាស់របស់គេអញ្ចឹងណាអញ្ចឹងពេលដល់កំណត់ហ្នឹងគេទទួលបានអីគេបានលទ្ធផលអីអញ្ចឹងនៅក្នុងចំណុចទាំងអស់នេះវាជាការសរបញ្ជាក់រវាងការរៀបចំដំណើរផ្លូវរបស់យើងផងដែរណាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលបានមើលរូបភាពនេះហើយយើងសួរខ្លួនឯងថាតើយើងរាល់ថ្ងៃយើងស្ថិតនៅក្នុងជាអ្នកស្រឡាញ់លទ្ធផលឬក៏អ្នកស្រឡាញ់ដំណើរការចង់បានដូចគ្នាណាលទ្ធផលណាមិនចង់បានជួយចង់បានលទ្ធផលឲ្យល្អយើងចង់បាននេះបាននោះគោលដៅរបស់យើងសម័យចង់បានអ្វីប៉ុន្តែសួរតើបានទេអត់បើយើងអត់មានការអនុវត្តអត់មានផែនការជាក់លាក់អត់មានការគ្រប់គ្រងទៅលើដំណើរការការងាររបស់យើងផងណាហើយយកបើយើងធ្វើការនៅក្នុងក្រុមហ៊ុនក៏ដូចគ្នាចង់បានលទ្ធផលល្អប៉ុន្តែមិនដឹងថាចាប់ពីណាទៅណាមិនដឹងថាធ្វើអ្វីមុនធ្វើអ្វីក្រោយគឺយើងអត់មានគឺយើងចេះធ្វើទៅតាមអ្វីដែលយើងគិតថាយើងចង់ធ្វើយើងគួរធ្វើអញ្ចឹងយើងអត់មានរបៀបរបបអត់មានក្បួនច្បាប់អីត្រឹមត្រូវអញ្ចឹងលទ្ធផលគឺវាមិនទទួលបានល្អទេអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់ណែនាំបងប្អូនអរគ្នាថារាល់ការធ្វើអ្វីសូមឲ្យយើង
សូមឲ្យយើងធ្វើដំណើរការរៀបចំដំណើរការការងារឲ្យបានល្អទៅលើការងាររបស់យើងណា step by step one by one ហើយយើងសម្រេចបានគោលដៅដែលចេញអំពី flow ការងារចេញអំពីដំណាក់កាលការងាររបស់យើងអញ្ចឹងរូបពីរស្លឹកនេះនឹងបានជាគំនិតមួយដ៏ល្អសម្រាប់បងប្អូនអរគ្នាក្នុងការរៀបចំផែនការជីវិតក្នុងការរៀបចំផែនការការងារដើម្បីយើងសម្រេចបាននូវលទ្ធផលដែលយើងរំពឹងចង់បានមិនថាជាលទ្ធផលនៃការបំពេញការងារក្នុងស្ថាប័នមិនថាជាលទ្ធផលដែលយើងគ្រោងទុកនោះទេឲ្យតែបងប្អូនដើរទៅលើតាមដំណើរការការងារត្រឹមត្រូវមានលំដាប់លំដោយត្រឹមត្រូវណាអរគុណបងប្អូនអរគ្នាដែលបានស្ដាប់នៅអត្ថបទខ្លីតាក់ទងជាមួយនឹងរូបភាពនេះសូមអរគុណ